ពេលនោះគីសមេបានប្រាដានោះកាប់អាសម៉ាឲ្យរបួសស្រាលចំណែកខូរ៉ាណៃប្រាហ្គេងជូស៊ូវាយសម្ដៅទៅកាន់អ៊ីតាឈីប៉ុន្តែដោយសារតែអ៊ីតាឈីមានភ្នែកសារីងកានកម្រិត3ទាំងសងខាងក្បាច់ហ្គេនជូស៊ូកំពេចកំពុកមិនអាចធ្វើអីគាត់បានទេនៅពេលនោះអាសម៉ាហើយនិងខូរ៉ាណៃមិនអាចវាយឈ្នះពួកគេទេតែសំណាងណាស់ដែលពេលនោះខាកាស៊ីបានចូលមកជួយទាន់ប៉ុន្តែតែខាកាស៊ីមានភ្នែកសារីងកានដោយអ៊ីតាឈីដែរប៉ុន្តែភ្នែករបស់គាត់មិនមែនបានមកពីកំណើតដោយអ៊ីតាឈីទេពេលនោះអ៊ីតាឈីបានប្រើហ្គេនជូស៊ូមួយដែលមានឈ្មោះថាស៊ូកូយ៉ូមីចាប់ខាកាស៊ីចងឆ្កាងនៅក្នុងពិភពមួយហើយគាត់បានយកដាវទៅចាក់ខាកាស៊ីលេងដើម្បីធ្វើទរណកម្មរយៈពេល3ថ្ងៃពិតមែនថាពិភពនោះជាពិភពប្រឌិតប៉ុន្តែអារម្មណ៍ដែលឈឺចាប់គឺដោយការប៉ັດខ្លាំងណាស់បន្ទាប់ពីបានចេញពីពិភពនោះមកវិញខាកាស៊ីបានតន់ជង្គង់ដួលក្រឹបពេលនោះគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ពេលដឹងថាពេលវេលាដែលគាត់រងទរណកម្មនៅក្នុងពិភពប្រឌិត3ថ្ងៃស្មើនឹងពេលវេលានៅក្នុងពិភពពិតតែ1វិនាទីតែប៉ុណ្ណោះនៅក្នុងការសន្ទនារបស់ពួកគេបន្តមកទៀតអ៊ីតាឈីបានប្រាប់ថាពួកគេមករកណារូតូពេលនោះខាកាស៊ីស្មានដឹងជាមុនថាពួកគេគ្មានបំណងល្អទេពួកគេចង់រកណារូតូដោយសារតែចង់បានកម្លាំងរបស់បិសាចកញ្ជ្រោងដែលនៅក្នុងខ្លួនរបស់ណារូតូតែប៉ុណ្ណោះបន្តមកនៅពេលដែលគីសមេចង់ស្ទូទៅសម្រាប់ពួកគេហ្គាយសិនសេបានចូលមកដល់ពេលនោះអ៊ីតាឈីអត់ចង់ប៉ះទង្គិចជាមួយនឹងហ្គាយសិនសេទេក៏បបួលគីសមេក៏ចេញពីទីនោះយើងត្រឡប់ទៅមើលជារយ៉ានិងណារូតូវិញពេលណារូតូឮជារយ៉ាប្រាប់ថាចង់បបួលគាត់ទៅក្រៅដើម្បីរកស្រីម្នាក់ណារូតូបានបដិសេធភ្លាមញីលោកអូម៉ៃក៏មកចង់បបួលក្មេងខូចជាមួយខ្ញុំអត់មានពេលទេជាប់ហាត់ក្បាច់គុណតាមពិតណារូតូអន់ចិត្តជាមួយលោកគ្រូខាកាស៊ីដែលបរៀនក្បាច់ជីដូរីដល់សាស្កេតែអត់បរៀនគាត់